បន្ទាប់ពីពួកយើងបានជ្រើសរើសយកប្រព័ន្ធពេទ្យយើងមកប្រើប្រាស់នៅក្នុងទីពេទ្យមកឃើញថាវាជួយសម្រួលដល់ការងារយើងច្រើនចាប់តាំងពីការចុះឈ្មោះជំងឺនិងការបញ្ជូនអ្នកជំងឺទៅតាមផ្នែកនីមួយៗទៅជួបគ្រូពេទ្យតាមផ្នែកនីមួយៗគឺថាវាចំណាយពេលតិចជាងមុនហើយបញ្ជារបស់ពួកគាត់គឺយើងអត់ពិបាកក្នុងការមើលទៀតទេព្រោះគាត់ឡើងសរសេរដោយដៃហើយយើងនឹងtyping ពីក្នុង computer មកឃើញថាគ្រប់ផ្នែកមិនថាទាំងអ្នកគណនេយ្យឬក៏ខាងអក្សរស្ថានគឺគាត់មានភាពងាយស្រួលច្រើនក្នុងការផ្ដល់សេវាកម្មជូនអតិថិជនរបស់យើងផងដែរជំរាបសួរនាងខ្ញុំឈ្មោះឆានសុមីហើយនៅក្នុងមន្ទីរពេទ្យបង្អែកដង្កោនាងខ្ញុំគឺជាបុគ្គលិកផ្នែក OPD គឺបុគ្គលិកផ្នែកពិគ្រោះជំងឺក្រៅហើយសម្រាប់ថ្ងៃនេះដែរនាងខ្ញុំចង់មកចែករំលែកបទពិសោធន៍ពីការប្រើប្រាស់ប្រព័ន្ធពេទ្យយើងនៅក្នុងមន្ទីរពេទ្យបង្អែកដង្កោពីពេលដែលយើងមិនទាន់បានប្រើប្រាស់ប្រព័ន្ធពេទ្យយើងគឺថាគ្រប់យ៉ាងគឺយើងត្រូវប្រើឯកសារសរសេរយកឯកសារមកបំពេញបញ្ជូនពីកន្លែងមួយទៅកន្លែងមួយគឺយើងត្រូវបំពេញឯកសារគ្រប់ទាំងអស់មិនថាអ្នកទទួលជំងឺខាងមុខឬក៏ខាងគ្រូពេទ្យពិនិត្យជំងឺគឺយើងត្រូវសរសេរដោយដៃទាំងអស់ហើយពេលខ្លះវាប្រឈមមុខច្រើននឹងការបាត់ឯកសារដោយសារពេលខ្លះអ្នកជំងឺគាត់អត់សូវយល់ពីប្រព័ន្ធរបស់មន្ទីរពេទ្យអញ្ចឹងគាត់អាចយកกระดาษទាំងអស់នោះត្រឡប់ទៅវិញអញ្ចឹងវាធ្វើឲ្យបាត់ព័ត៌មានជាច្រើនហើយការបញ្ជូនជំងឺពីកន្លែងមួយទៅផ្នែកមួយវាធ្វើឲ្យពួកគាត់មានការយឺតយ៉ាវហើយចំណាយពេលច្រើនក្នុងការបញ្ជូនមិនថាព័ត៌មានអ្នកជំងឺមិនថាទាំងអ្នកជំងឺគឺមានការយឺតយ៉ាវច្រើនមែនទែនតាក់ទងមួយទៀតតាក់ទងនឹង stock ការគ្រប់គ្រង stock មានការលំបាកច្រើនដោយសារមិនថាទាំង stock ចូលឬក៏ stock ចេញគឺយើងត្រូវការបូករបាយការណ៍ដោយដៃគ្រប់ខែគ្រប់ពេលវេលាមិនថាពីឆមាសមួយទៅឆមាសមួយឬក៏ពីមួយឆ្នាំទៅមួយឆ្នាំយើងត្រូវប្រមូលឯកសារទាំងនោះយកមកបូកឡើងវិញបូកដោយដៃមានចំណុចមួយទៀតតើតើនឹងការស្វែងរកដូចជាយើងចង់ស្វែងរកពីព័ត៌មានរបស់អ្នកជំងឺដែលគាត់ធ្លាប់អញ្ជើញមកកាលពីមុនឬក៏កំឡុងពេលយូរមកហើយយើងពិតជាពិបាកស្វែងរកតើតើនឹង medical history គាត់គឺយើងត្រូវស្វែងរកតើតើនៅក្នុងឯកសារដ៏ច្រើននៅក្នុងឃ្លាំងរបស់យើងចាហើយមួយទៀតតើតើនឹង prescription ឬក៏យើងហៅថាវិជ្ជបញ្ជារបស់គ្រូពេទ្យអញ្ចឹងលោកគ្រូពេទ្យគាត់សរសេរលឿនអញ្ចឹងមានពេលខ្លះមិនថាខាងឱសថឬក៏ខាងឱសថឬក៏ក្រុមគិលានុបដ្ឋាដែលគាត់ពិនិត្យព្យាបាលក្រោយពីវិជ្ជបញ្ជារបស់គ្រូពេទ្យមកគឺគាត់មានការលំបាកច្រើនដោយសារពេលខ្លះយើងដឹងហើយអក្សរប្រពួកគាត់សរសេរលឿនគឺពិបាកអានមែនតើហើយយើងត្រូវមើលដដែលនឹងពេលខ្លះយើងត្រូវទៅសួរគាត់បញ្ជាក់ឡើងវិញដដែលនៅក្នុងរឿងមួយជាមួយនឹងអ្នកជំងឺម្នាក់អញ្ចឹងតោះគឺខាតពេលច្រើនបន្ទាប់ពីពួកយើងបានជ្រើសរើសយកប្រព័ន្ធពេទ្យយើងមកប្រើប្រាស់នៅក្នុងទីពេទ្យមកឃើញថាវាជួយសម្រួលដល់ការងារយើងច្រើនចាប់តាំងពីការចុះឈ្មោះជំងឺនិងការបញ្ជូនអ្នកជំងឺទៅតាមផ្នែកនីមួយៗទៅជួបគ្រូពេទ្យតាមផ្នែកនីមួយៗគឺថាវាចំណាយពេលតិចជាងមុនហើយបញ្ជារបស់ពួកគាត់គឺយើងអត់ពិបាកក្នុងការមើលទៀតទេព្រោះគាត់ឡើងសរសេរដោយដៃហើយយើងនឹងtyping ពីក្នុង computer មកឃើញថាគ្រប់ផ្នែកមិនថាទាំងអ្នកគណនេយ្យឬក៏ខាងអក្សរស្ថានគឺគាត់មានភាពងាយស្រួលច្រើនក្នុងការផ្ដល់សេវាកម្មជូនអតិថិជនរបស់យើងផងដែរទី2តើតើនឹងឯកសារគឺយើងលែងសរសេរដោយដៃហើយអញ្ចឹងគ្រប់ប្រព័ន្ធយើងប្រើ digital ចំណេញពេលវេលាហើយយើងចំណេញទាំងกระดาษគឺយើងកាត់បន្ថយការប្រើប្រាស់กระดาษច្រើននៅក្នុងមន្ទីរពេទ្យគឺនៅប្រើតិចបំផុតទី3តើតើនឹងពេលវេលារបស់អ្នកជំងឺដែលគាត់មកទទួលសេវាកម្មគឺគាត់លឿនឆាប់បានពិនិត្យឆាប់បានទទួលថ្នាំនិងឆាប់បានត្រឡប់ទៅផ្ទះវិញផងដែរហើយមួយទៀតតើតើនឹង stock គឺជួយច្រើនក្នុងការគ្រប់គ្រង stock គឺគាត់អាចនឹងមិនសូវមានបញ្ហាតើតើនឹងការបាត់ថ្នាំឬក៏ថ្នាំចេញថ្នាំចូលអីគឺវាមានចំនួនច្បាស់លាស់មិនមានការច្រឡំទៀតឡើយនៅក្នុងការដក stock ឬក៏បូក stock បន្ថែមមួយទៀតតើតើនឹងការបាត់ឯកសារពួកយើងនៅពេលដែលយើងប្រើ digital យើងអត់ចាំបាច់ទៅស្វែងរកប្រវត្តិឬក៏ medical history របស់ជំងឺនៅក្នុងឃ្លាំងទៀតទេគ្រប់យ៉ាងយើងគ្រាន់តែ typing នៅក្នុង computer ទៅយើងនឹងឃើញ
ព័ត៌មានគាត់ចូលមកពេទ្យថ្ងៃណាត្រឡប់ទៅវិញថ្ងៃណាគឺមានទាំងអស់មិនថាយើងផ្ដល់អ្វីជូនគាត់មិនថាជាការសម្រាប់ពេទ្យឬក៏ជាការផ្ដល់ថ្នាំពីគ្រោះក្រៅត្រឡប់ទៅវិញគឺយើងមាននៅក្នុងនឹងទាំងអស់វាចំណេញពេលច្រើនតកតងនឹងការស្វែងរកឯកសារនិងប្រវត្តិជំងឺរបស់អ្នកជំងឺមួយចាជាចុងក្រោយខ្ញុំមានពាក្យផ្ដាំតកតងនឹងទីពេទ្យបង្អែកដង្កោដែលយើងបានជ្រើសរើសយកប្រព័ន្ធពេទ្យយើងមកប្រើប្រាស់ឃើញថាគឺជួយសម្រួលដល់ការងារដល់បុគ្គលិកយើងច្រើនមែនទែនមិនថាទាំងពេលវេលាមិនថាសម្ភារៈឬក៏ថវិកាទេគឺបានកាត់បន្ថយច្រើនការងារក៏រលូនហើយការគ្រប់គ្រងជាពិសេសការគ្រប់គ្រងឯកសារឬក៏ data របស់យើងហ្នឹងគឺវាលែងមានការបាត់បង់ទៀតហើយក៏មិនពិបាកក្នុងការស្វែងរកទៀតដែរអញ្ចឹងយើងឃើញថាចំពោះអតិថិជនយើងវិញគឺគាត់មានការពេញចិត្តនឹងមកទទួលសេវានៅមន្ទីរពេទ្យបង្អែកដង្កោច្រើនទោះបីមានអ្នកជំងឺច្រើនក៏គាត់ចំណាយពេលតិចអញ្ចឹងពួកគាត់មានភាពងាយស្រួលក្នុងការមកទទួលសេវានៅមន្ទីរពេទ្យបង្អែកដង្កោយើងផងដែរចាជាចុងក្រោយខ្ញុំចង់បន្ថែមថាចំពោះមន្ទីរពេទ្យដែលមិនទាន់បានប្រើប្រាស់ប្រព័ន្ធ Digital អាចសាកល្បងប្រើប្រាស់ប្រព័ន្ធពេទ្យយើងបានឃើញថាការផ្លាស់ប្ដូរពីការគ្រប់គ្រងឯកសារឬក៏ទទួលអ្នកជំងឺបែបបុរាណរបស់យើងមកប្រើប្រាស់បែបប្រព័ន្ធ Digital វិញគឺវាជួយសម្រួលបានច្រើនមែនទែនជាពិសេសប្រព័ន្ធពេទ្យយើងបន្ទាប់ពីយើងបានប្រើប្រាស់2ឆ្នាំកន្លងមកឃើញថាវាបានលើកតម្កើងថាទាំងគុណភាពនិងប្រសិទ្ធភាពរបស់អ្នកជំងឺរបស់គ្រូពេទ្យគឺគាត់បានជួយគ្រប់ផ្នែកទាំងអស់ចាអរគុណច្រើនសូមជម្រាបលា